ថ្ងៃនេះយើងមកធ្វើឡុកឡាក់ជាមួយនឹងសាច់គោគ្រាន់តែឃើញនឹងថាទំនងមែនទែនគួរឲ្យចង់ញ៉ាំជាមួយនឹងទឹកម្រេចហឹរជាមួយនឹងម្ទេសបន្តិចមកអួយថាគ្រាន់តែឃើញនឹងស្រក់ទឹកមាត់ច្រោកតែម្ដងគ្រឿងផ្សំអត់មានអីពិបាកទេមានតែសាច់គោខ្ទឹមសជាមួយនឹងបន្លែជាមួយនឹងស្លឹកសាឡាត់ជាមួយនឹងប៉េងប៉ោះខ្ទឹមបារាំងក្រូចឆ្មាម្ទេសទឹកខ្ទឹមតិចមកជាការស្រេចយើងចាប់ផ្ដើមបកសំបកហាន់លាងទឹកឲ្យស្អាតតោះមកយើងហាន់ខ្ទឹមបារាំងជាមួយនឹងប៉េងប៉ោះយើងហាន់ជាបន្ទះស្ដើងបែបនេះណាដើម្បីស្រួលបន្ទាប់នៅពេលដែលយើងធ្វើហើយយើងមករៀបចានជាមួយនឹងសាឡាត់ដាក់មកដើម្បីឲ្យនៅពេលដែលយើងឆាទុកឡាក់ជាមួយនឹងសាច់គោនឹងមកគឺយើងរោយរៀបហើយតែម្ដងហើយយើងមកបន្ថែមជាមួយនឹងទឹកម្រេចនេះយើងគ្រឿងផ្សំអត់មានអីពិបាកទេបងប្អូនញញអំបិលស្ករប៊ីចេងជាមួយនឹងម្រេចបន្ទាប់មកយើងច្បាច់ក្រូចឆ្មាថែមមកក្រូចឆ្មានេះខ្ញុំដាក់ចំនួន2ផ្លែបន្ទាប់ពីយើងដាក់រួចហើយយើងកូរវាឲ្យចូលជាតិទុកជាស្រេចហើយបន្ថែមជាមួយនឹងខ្ទឹមសបើបងប្អូនចូលចិត្តយើងអាចដាក់បើអត់ចូលចិត្តទេយើងមិនបាច់ដាក់ខ្ទឹមសឲ្យទៀតក៏បានដែរហើយបន្ថែមជាមួយនឹងម្ទេសហឹរបន្តិចមកថារសជាតិអួយជ្រលក់មកគឺថាហឹរជូរឆ្ងាញ់តែម្ដងគ្រាន់តែអ្នកបញ្ចូលសលេងនឹងលាបទឹកមាត់ក្អឹកតែម្ដងមកបានជ្រលក់ទៀតរត់ឆ្ងាញ់នេះយើងកូរច្របល់ចូលគ្នាអញ្ចឹងមកថាទឹកជ្រលក់ដំណងមែនតែនអូយស្រក់ទឹកមាត់ច្រោកតែម្ដងឥឡូវនេះយើងមកចាប់ផ្ដើមធ្វើសាច់ធ្វើអីជាដំបូងគឺយើងដាក់ខ្លាញ់ហើយយើងម្លីងខ្ទឹមឲ្យឡើងឈ្ងុយហើយយើងបន្ថែមជាមួយនឹងសាច់គោយើងមកសាច់គោនេះយើងមិនបាច់ឆាឆ្អិនពេកទេគ្រាន់តែឲ្យវាស្ពាប់ទៅយើងដាក់ជាមួយនឹងគ្រឿងក្រៅចូលទៅជាការស្រេចកាលណាតែឆ្អិនពេកសាច់ក៏វាស្វិតដែរនេះយើងបើកភ្លើងហឹមបន្តិចទៅដើម្បីកុំឲ្យសាច់ហ្នឹងវាឆ្អិនលឿនពេកបន្ទាប់មកយើងបន្ថែមជាមួយនឹងគ្រឿងក្រៅមានអំបិលស្ករប៊ីចេងប៉ុណ្ណឹងមកយើងកូរចូលគ្នាទៅគឺថាអូយរសជាតិថាឡើងឈ្ងុយតែម្ដងគ្រាន់តែឃើញនឹងថាចង់ញ៉ាំតែម្ដងនេះហើយយើងបន្ថែមជាមួយនឹងខ្ទឹមបារាំងនេះយើងអាចដាក់1ផ្លែឬ2ផ្លែទៅតាមបងប្អូនចូលចិត្តតែបើថាយើងដាក់មកល្មមបែបនេះហើយឆាកុំឲ្យឆ្អិនពេកទៅថាពេលដែលយើងញ៉ាំជាមួយនឹងលក់បន្លែបន្ទាប់របស់យើងមកថាអូយរសជាតិវាគឺផ្អែមមែនតើឥឡូវនេះយើងចាប់ដើមថាកូរដើម្បីឲ្យបន្លែយើងស្អិនមកស្ពតទៅបានហើយប៉ុណ្ណឹងគឺជាការស្រេចឆាឡុកឡាក់យើងរួចហើយបើបងប្អូនចង់ធ្វើមួយរបៀបទៀតគឺយើងសាច់គោនេះយើងហាន់ជាដុំប៉ិនមីដៃអាហ្នឹងយើងអាចហាន់មកឡុកឡាក់មួយរបៀបទៀតក៏បានដែរអាស្រ័យទៅលើចំណង់ចំណូលចិត្តតាមផ្ទះនីមួយៗហើយនេះពេលឆ្អិនហើយយើងដួសដាក់ចានដែលយើងបានរៀបមកអូយថាឡើងឈ្ងុយមែនតើតែឲ្យតែបញ្ចូលសលេងហ្នឹងថាលេបទឹកមាត់ក្អឹកតែម្ដងឃើញថាគួរឲ្យចង់ញ៉ាំមែនតើហើយនេះអូយមើលទៅរោយស្លឹកខ្ទឹមបន្ថែមទៀតទំនងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាអាចសាកធ្វើបាននៅតាមផ្ទះថាងាយស្រួលហើយដាក់តបជាមួយនឹងទឹកជ្រលក់វាបន្តិចមកអូយថាគ្រាន់តែមើលហ្នឹងទំនងនេះបាយ2 3ចានអីមកឆ្ងាញ់តែម្ដងថែមនៅទឹកម្រេចតិចមកអូយថាមើលទៅអូយជុចគួរឲ្យចង់ញ៉ាំមែនតែនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូតាំងពីដើមដល់ចប់